មានម៉ាក់ណាខ្លះដែលក្រពីគេទាំងយប់កដាធាតមកគឺលមួសាច់ដុំឈឺកពុះបញ្ជើងចង់ស្រែកស្រែអត់រួចចង់យំក៏យំអត់ចាញ់ដែរចាខ្ញុំជឿថាគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់សឹងតែ80ទៅ90%ហើយដែលតែងតែមានអាការៈរមួលក្រពើជាពិសេសកើតឡើងនៅពេលយប់អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីមូលហេតុនិងដំណោះស្រាយដែលបងប្អូនកំពុងតែជួបបានភ្លាមនឹងមានប្រសិទ្ធភាពមូលហេតុដែលយើងកើតមានបញ្ហាលមួលក្រពើហ្នឹងបងប្អូនគឺដោយសារតែបងប្អូនមួយចំនួនខ្វះនៅសារធាតុរ៉ែឬមួយក៏សារធាតុចិញ្ចឹមម៉ាញ៉េស្យូមនិងកាល់ស្យូមបងប្អូនដែលមានផ្ទៃពោះគឺតម្រូវការកាល់ស្យូមហើយនិងម៉ាញ៉េស្យូមវាច្រើនដល់ពេលដែលបងប្អូនញ៉ាំមិនគ្រប់គ្រាន់វានឹងធ្វើឲ្យបញ្ហាលមួលក្រពើនេះកើតឡើងទី2បងប្អូនដឹងហើយថានៅពេលដែលបងប្អូនមានផ្ទៃពោះចិត្តគ្រប់ខែដែរនោះក្បាលអាពោះអីទម្ងន់ដែលគីឡូអីដែលលើយើងឡើងហ្នឹងគឺវាធ្វើឲ្យមានសម្ពាធទៅលើសាច់ដុំកពួនជើងអញ្ចឹងវាធ្វើឲ្យសាច់ដុំកពួនជើងរបស់យើងហ្នឹងគឺវាមានការហត់នឿយអញ្ចឹងវាធ្វើឲ្យមានការរមួលហើយដោយសារតែមួយថ្ងៃយើងឈររមួលក៏ប្រើអាសាច់ដុំនឹងច្រើនពេកចាហើយទី3មួយទៀតគឺរបត់ឈាមរត់បងប្អូនដឹងហើយសម្ពាធពីស្បូងដែលខ្ញុំនិយាយដែរគឺក្នុងពេលដែលយើងមានផ្ទៃពោះនោះស្បូងរបស់យើងវារីកធំអញ្ចឹងធ្វើឲ្យចរន្តឈាមរត់ពីជើងទៅដល់បេះដូងទៅរាងកាយរបស់ខាងលើវិញហ្នឹងគឺវាអត់បានសពគ្រប់អីអញ្ចឹងក៏វាបណ្ដាលឲ្យមានបញ្ហារមួលក្រពើអញ្ចឹងតោះកុំឲ្យការរមួលក្រពើហ្នឹងវារំខានយើងអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ថាតិចនិចធ្វើមិនដើម្បីឲ្យយើងកាត់បន្ថយបញ្ហារមួលក្រពើទី1បងប្អូនកុំភ័យធម្មតានៅពេលដែលយើងដេកសុកស្រាប់តែវាចាប់ដើមរមួលមកគឺថាឈឺភ័យតែម្ដងអញ្ចឹងនៅពេលដែលយើងមានអារម្មណ៍ថាវារមួលជើងកុំភ័យគ្រាន់តែធ្វើការលាតជើងឲ្យត្រង់ហើយកាច់ចុងម្រាមជើងរបស់យើងមកលើយឺតខ្ញុំគិតថាខ្ញុំដាក់រូបភាពបង្ហាញដើម្បីបងប្អូនងាយយល់ហើយទី2យើងអាចប្រើកសែងជ្រលក់ជាមួយទឹកក្តៅហើយស្អំនៅលើកពួនជើងដែលកំពុងឈឺនឹងជាពិសេសបងប្អូនស្ត្រីដែលគាត់មានគ្រួសារមានស្មោះវ័យសម្រាប់ចិត្តអាចប្រាប់គាត់ឲ្យទៅយកកសែងមកអាចគ្របនៅលើជើងនឹងឬមួយក៏ស្អំនៅលើជើងនឹងដើម្បីកាត់បន្ថយការឈឺហើយទី3បងប្អូនត្រូវតែព្យាយាមញ៉ាំចាស់លើកទឹកចិត្តឲ្យព្យាយាមញ៉ាំអាហារដែលសម្បូរជាតិកាល់ស្យូមឲ្យបានច្រើននិងគ្រប់គ្រាន់លើកទឹកចិត្តឲ្យញ៉ាំចាអាហារដែលសម្បូរជាតិកាល់ស្យូមវាមានដូចជាទឹកដោះគោចាផលិតផលធ្វើពីសណ្តែកដូចទឹកសណ្តែកតៅហ៊ូឬមួយក៏អាហារដែលមានពូបន្លែបៃតងចាស់ឬមួយក៏អាហារគ្រាប់ធញ្ញជាតិដូចជាសណ្តែកដីគ្រាប់ស្វាយចន្ទីគ្រាប់អាល់ម៉ុនអីចឹងទៅទី5ចាទី5មុនពេលដែលយើងចូលគេយើងហាត់ពុតអាជើងយើងនឹងកពួនជើងយើងយឺតហើយនឹងងូតទឹកក្តៅដើម្បីឲ្យសាច់ដុំកពួនជើងយើងនឹងសម្រាប់ឬមួយក៏អាចត្រាំជើងនឹងទឹកក្តៅក៏ល្អដែរចាប៉ុន្តែខ្ញុំចង់និយាយចាអ្វីដែលយើងនិយាយហ្នឹងគឺជាបញ្ហាលមួលក្រពើធម្មតាបើសិនជាបងប្អូនជួបបញ្ហាផ្សេងដូចជាជើងហ្នឹងគឺចាប់ផ្ដើមក្រហមហើមខ្លាំងឬមួយក៏ស្ទាបទៅមានការក្តៅឈឺពើនៅនឹងជើងអីសូមត្រឡប់ទៅជួបគ្រូពេទ្យអានេះមិនមែនជាការឈឺកពួនជើងលមួលធម្មតាទេគឺអានេះគឺជាការស្ទះសរសៃវ៉ែនជើងខ្ញុំសង្ឃឹមថាតិចនិចដែលខ្ញុំនិយាយក្នុងវីដេអូនេះនឹងជួយបងប្អូនកាត់បន្ថយបញ្ហាលមួលក្រពើនៅពេលយប់នឹងបានមួយចំនួនចាអញ្ចឹងដើម្បីទទួលបានព័ត៌មានថ្មីដើម្បីទទួលបានចំណេះដឹងថ្មីទាក់ទងនឹងការថែទាំផ្ទៃពោះថែទាំទារកជួយ Subscribe share ហើយនិង comment សួរក្នុងវីដេអូនេះបានដើម្បីជាកម្លាំងចិត្តធ្វើវីដេអូបន្តទៀតចា៎